នារីអាចកំបាំងដែលតែងទៅលូតផ្លោះនៅលើដំបូលក្នុងពេលរាត្រីការពិតគ្រាន់តែជាស្ត្រីមេម៉ាយដែលសំងំនៅក្នុងផ្ទះនៅពេលថ្ងៃក្រោយពីប្តីបានស្លាប់នាងបានឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេល15ឆ្នាំគ្រប់គ្នាគិតថានាងគ្រាន់តែជាស្ត្រីទុនខ្សោយម្នាក់មានអ្នកណាបានដឹងថានាងគឺជានារីក្លាហានដែលតែងតែជួយសង្គ្រោះមនុស្សទុនខ្សោយទាំងខ្លួនឯងបាត់បង់ក្តីសង្ឃឹមនិងមានតែគំនុំសងសឹកប៉ុន្តែក្រោយពេលដែលបានជួបបរិសង្ហាដែលជាមន្ត្រីជាន់ខ្ពស់មួយរូបធ្វើឲ្យជីវិតនាងបានផ្លាស់ប្ដូរនិងប្រែជាមានក្តីសង្ឃឹមឡើងវិញតើនឹងមានរឿងរ៉ាវអ្វីកើតឡើងបើអាចកំបាំងរបស់នាងត្រូវបានបង្ហាញទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងសន្ទុះដាវនារីក្លាហាន